ការរៀនសូត្រពីមនុស្សជុំវិញខ្លួនមានសារៈសំខាន់ខ្ញុំបានរៀនសូត្រពីមនុស្សជុំវិញខ្លួនខ្ញុំច្រើនចំណុចទីមួយខ្ញុំអត់ផ្ដោតសំខាន់ទៅលើលទ្ធផលរបស់អ្នកដទៃទេខ្ញុំផ្ដោតសំខាន់ទៅលើដំណើរការឬក៏ហៅភាសាអង់គ្លេសថា process ដំណើរការហ្នឹងមានន័យថាតើការលះបង់តើការធ្វើកិច្ចការរបស់គេមានរបៀបម៉េចតើការខិតខំរបស់គេរបៀបម៉េចទីពីរខ្ញុំអត់សម្លឹងទៅលើលទ្ធផលសម្បត្តិឬទ្រព្យធនរបស់អ្នកដទៃទេខ្ញុំសម្លឹងពីឱកាសតើឱកាសដែលគេទទួលបានហ្នឹងគេធ្វើរបៀបម៉េចតើការខ្សែគប់របស់គេមនុស្សជុំវិញខ្លួនរបស់គេហ្នឹងគេរាប់អានជាទម្រង់បែបម៉េចបើយើងដើរនៅក្នុងបរិបទមួយជាមួយនឹងមនុស្សរាប់អានបែបគេហៅថាសម្លឹងទៅលើការរៀនសូត្រសម្លឹងទៅលើការចែករំលែកនោះយើងនឹងទទួលបានឱកាសមួយដុសខាត់សមត្ថភាពខ្លួនឯងតាមរយៈការជួយគ្នាយើងឃើញក្រុមក្មេងៗខ្ញុំឃើញក្រុមក្មេងៗជាច្រើនបានរៀនសូត្រពីពួកគាត់ចំណុចទី3ខ្ញុំរៀនសូត្រពីមនុស្សជុំវិញខ្លួនរបស់ខ្ញុំចាប់ពីចំណុចតូចល្អិតទៅពីរបៀបនិយាយស្ដីពីរបៀបស្លៀកពាក់ពីរបៀបសន្ទនាពីរបៀបចាយវាយទាំងអស់ហ្នឹងធ្វើឲ្យខ្ញុំចាប់ផ្ដើមយល់ថាគ្រប់គ្នាគឺជាគ្រូបង្រៀនវិធីសាស្ត្រដែលខ្ញុំអាចបោះជំហានទៅមុខបានខ្ញុំអត់សម្លឹងលើលទ្ធផលចុងក្រោយរបស់អ្នកដទៃទេបើទោះបីជាខ្ញុំដឹងថាតម្លៃរបស់មនុស្សវាអាស្រ័យទៅលើលទ្ធផលចុងក្រោយអ្នកខ្លះកសាង10ឆ្នាំទើបសម្រេចលទ្ធផលធំបានមួយអ្នកខ្លះ5ឆ្នាំបានមួយអ្នកខ្លះ20ឆ្នាំបានមួយប៉ុន្តែខ្ញុំសម្លឹងទៅលើការលះបង់ការខិតខំការប្រឹងប្រែងការក្រាញ់រនាលជាមួយនឹងឧបសគ្គជាមួយនឹងបញ្ហាតើគេខិតខំប៉ុណ្ណាតើគេប្រឹងប៉ុណ្ណាតើគេតស៊ូប៉ុណ្ណាតើគេអត់ធ្មត់ប៉ុណ្ណាអញ្ចឹងខ្ញុំប្រាប់ខ្លួនឯងវិញថាតើគ្រប់សកម្មភាពដែលខ្ញុំធ្វើឲ្យខ្លួនឯងហ្នឹងខ្ញុំលះបង់ឲ្យខ្លួនឯងហ្នឹងវាស័ក្តិសមជាមួយនឹងការចង់បានរបស់ខ្ញុំអត់លទ្ធផលឬក៏រំពឹងទុកលទ្ធផលកាន់តែធំតម្រូវឬទាមទារឲ្យយើងមានការលះបង់ដ៏ធំធេងផងដែរការរៀនសូត្រពីមនុស្សជុំវិញខ្លួនវាពិតជាផ្ដល់អត្ថប្រយោជន៍មកដល់យើងជាច្រើនការបើកចិត្តការបើកបេះដូងការព្រមទទួលស្គាល់ការពិតយើងនឹងទទួលបានឱកាសរៀនសូត្រពីមនុស្សជុំវិញខ្លួនបន្ថែមលើនេះភាពទៀងត្រង់ភាពស្មោះត្រង់សច្ចភាពរបស់យើងមិនក្បត់មិនចាក់ក្រោយខ្នងមិនសម្លាប់អ្នកដទៃដើម្បីកិត្តិយសដើម្បីលុយដើម្បីមុខមាត់របស់ខ្លួនឯងនៅក្នុងទម្រង់មិត្តភាពនៅក្នុងទម្រង់ដៃគូអ្នកនឹងទទួលបានឱកាសយូរអង្វែងអរគុណ